នៅចំកណ្ដាលសាលអ្នកគ្រប់គ្រងគ្រួសារអ៊ីបានស្រែកហៅយ៉ាន់ហ៊ីហៅយុវជននោះថាជាសម្រាមហើយបញ្ជាឲ្យគាត់វាភ្លាមយុវជននោះអង្គុយចុះដោយអន់ក្បាលនិងបិទភ្នែកគាត់ជាមនុស្សពូកែនៅដំណាក់កាលទី9នៃការបន្ទន់ខ្លួនទោះបីជាមានថ្នាំពុលក្នុងកម្រិតដ៏ច្រើនក៏ដោយគាត់មិនបានស្លាប់ទេអ្នកគ្រប់គ្រងគ្រួសារចង់បញ្ជូនយុវជននោះចេញទៅដោយគ្រាន់តែផ្លុំមួយគ្រាប់ទាហានត្រូវបានបញ្ជាឲ្យវាយប្រហារពួកគេមិនចង់ទេប៉ុន្តែពួកគេគ្មានជំរឿទេភ្លាមនោះយុវជននោះបានបើកភ្នែកឡើងគាត់បានប្រាប់អ្នកវាយប្រហារកុំឲ្យព្យាយាមសំបីតែសុំទោសអ្វីមួយមិនអាចយល់បានកើតឡើងការសម្លឹងមើលរបស់យុវជននោះនៅតែធ្ងន់ធ្ងរការជិះចាប់យ៉ាងខ្លាំងបានទម្លុះដៃរបស់មនុស្សអាក្រក់ហើយសំឡេងឆ្អឹងបាក់ត្រូវបានឬគាត់ទើបតែមានពេលស្រែកថាអូយយុវជននោះចាប់ដាវរបស់គាត់ហើយដោះស្រាយជាមួយស្រូវរបស់គាត់ឈោពីលើមនុស្សអាក្រក់ដែលចាញ់នោះបុរសនោះចង់ផ្ដល់ឲ្យពួកគេនៅដំបូន្មានដ៏សាមញ្ញមួយគាត់បានស្នើឲ្យពួកគេធ្វើសកម្មភាពជាមុនហើយបន្ទាប់មកនិយាយឬអួតអំពីការទទួលបានជ័យជំនះរបស់ពួកគេបន្ទាប់ពីទាំងអស់គាត់គឺជាអ្នកឈ្នះអ្នកវាយប្រហារបានសួរគ្នាទៅវិញទៅមកដោយការភ្ញាក់ផ្អើលថាតើវាអាចទៅរួចឬទេតើគាត់មិនបានរងរបួសនឹងពលពេកទេប៉ុន្តែគាត់បានបញ្ចប់សមិទ្ធរបស់គាត់ជាមួយនឹងចលនាតែមួយពួកគេបានកត់សម្គាល់ឃើញថាការដាំដុះរបស់យុវជននេះត្រូវបានស្ដារឡើងវិញភ្លាមហើយមិនអាចយល់ពីរបៀបដែលវាកើតឡើងបុរសវ័យក្មេងមិនបានលាក់ការពិតទេគាត់បានសម្រេចចិត្តប្រាប់រឿងរបស់គាត់ទៅកាន់មនុស្សអាក្រក់ដំបូងបុរសនោះគ្រាន់តែជាអ្នកលេងហ្គេមសិស្សវិទ្យាល័យម្នាក់ប៉ុន្តែថ្ងៃមួយគាត់បានភ្ញាក់ឡើងនៅក្នុងខ្លួនរបស់ម្ចាស់វ័យក្មេងនៃគ្រូសាអេវ៉ារាងកាយទាំងមូលរបស់គាត់ត្រូវបានរហែកដោយការឈឺចាប់គាត់ដឹងថាគាត់ត្រូវបានបំពុលហើយនឹងមិនអាចរស់រានមានជីវិតបានទេបុរសវ័យក្មេងម្នាក់បានក្អួតឈាមរាងកាយនិងចិត្តរបស់គាត់ខូចខាតដោយសារជាតិពុលពេញមួយយប់គាត់បានក្លាយជាក្បាច់គុណទេពកោសល្យគាត់មិនយល់ពីអ្វីដែលត្រូវធ្វើបន្ទាប់ឬរបៀបបន្តទេសំណាងល្អទារុណកម្មរបស់គាត់បានដល់ទីបញ្ចប់យុវជនបុរសនោះចាប់ផ្ដើមទទួលបានការជូនដំណឹងអំពីស្ថានភាពរបស់គាត់វាហាក់ដូចជាប្រព័ន្ធលេបត្របាក់ភោជនៈបានកាត់ឡើងបានធ្វើឲ្យសកម្មជាពិសេសសម្រាប់គាត់បានដឹងថាជាតិពុលយ៉ាងច្រើននៅក្នុងខ្លួនរបស់គាត់អាចសម្លាប់គាត់បានបុរសនោះមានគ្មានជំរឿទេគាត់បានធ្វើឲ្យសកម្មសមត្ថភាពរាងកាយរបស់គាត់ក្នុងការស្រូបយកជាតិពុលហើយបន្ទាប់ពីនោះកម្លាំងរបស់គាត់បានត្រឡប់មកវិញយុវជនបានបន្តទទួលបានការជូនដំណឹងអំពីស្ថានភាពរបស់គាត់វាបានប្រែក្លាយថាគាត់បានឆ្លងកាត់គ្រប់កម្រិតនៃការដាំដុះដំណាក់កាលទី3នៃការកែប្រែរាងកាយជំនាញក្បាច់គុណរបស់គាត់បានក្លាយទៅជាមិនគួរឲ្យជឿហើយគាត់បានប្រែក្លាយទៅជាស៊ុបរ៉េរ៉ូអ្នកគ្រប់គ្រងបានស្ដាប់រឿងនេះប៉ុន្តែវាមិនធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះទេគាត់ចាប់អារម្មណ៍តែលើរបៀបដែលបុរសនោះបានស្ដារការដាំដុះរបស់គាត់ឡើងវិញបុរសវ័យក្មេងនោះបានឆ្លើយតបថាមេឃមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បែបនេះបានទេហើយបានបញ្ជូនគាត់នៅអំណាចដ៏ខ្លាំងក្លាមួយសមត្ថភាពម្រាមដៃមាសក្រាស់ខ្លាំងអ្នកវាយប្រហារមិនអាចយល់ពីអ្វីដែលវាកំពុងកើតឡើងនោះទេហើយអ្វីដែលយុវជនអ្នកចម្បាំងរូបនេះនឹងធ្វើចំពោះពួកគេយុវជននោះបាននិយាយថារាងកាយរបស់គាត់ទើបតែបានជាសះស្បើយប៉ុន្តែគាត់នៅតែខ្សោយខាងរាងកាយដូច្នេះគាត់ចង់បញ្ចប់វាឲ្យបានឆាប់រហ័សភ្លាមនោះយុវជននោះទទួលបានការជូនដំណឹងមួយគាត់ត្រូវបានផ្ដល់កញ្ចប់អំណោយសម្រាប់អ្នកចាប់ផ្ដើមដំបូងតាមមានអ្វីនៅខាងក្នុងសេចក្តីជូនដំណឹងបាននិយាយថាល្បឿនវាយប្រហាររាប់លានពិន្ទុគឺជាសមត្ថភាពដ៏ទេវភាពដ៏មានឥទ្ធិពលបំផុតបុរសវ័យក្មេងបានទទួលវានៅពេលនេះអ្នកគ្រប់គ្រងបានស្រែកដាក់អ្នកបម្រើរបស់គាត់ឲ្យទៅភ្លាមហើយកាត់អវយវៈរបស់បុរសវ័យក្មេងនោះចេញមុនពេលវាយឺតពេកបុរសវ័យក្មេងនោះនិយាយតែមួយគត់ការវាយប្រហាររបស់គាត់ល្បឿនបានកើនឡើង3ដងតើនេះមានន័យយ៉ាងណាការជិះចាប់យ៉ាងខ្លាំងបានធ្វើឲ្យខូចទ្រង់ទ្រីមុខរបស់អ្នកគ្រប់គ្រងភ្លើងមួយសសរបានលេចឡើងរវាងគាត់និងបុរសវ័យក្មេងរាងកាយរបស់គាត់បានហោះទៅលើអាកាស20ម៉ែត្រដូចជាស្លាបមាន់ស្រាលជន់កំណាច់នោះដេកដោយក្រឡេកភ្នែកឡើងលើយកឈ្នះការជិះចាប់ដ៏គួរឲ្យភ័យខ្លាចនិងដកដង្ហើមចុងក្រោយបុរសវ័យក្មេងខ្លួនឯងមិនបានរំពឹងថាគាត់សប្បាយចិត្តនឹងទាញយកប្រយោជន៍ពីល្បឿនដែលបានកើនឡើងហើយបានឃើញថាធម្មពលផ្ទុះរបស់គាត់បានคล้ายទៅជាធំធេងនៅក្នុងនាទីចុងក្រោយនៃជីវិតរបស់គាត់ជន់កំណាចត្រូវបានធ្វើទារុណកម្មដោយសំណួរតែមួយប៉ុណ្ណោះហេតុអ្វីបានជាបុរសវ័យក្មេងមានល្បឿននឹងធម្មពលបែបនេះបុរសវ័យក្មេងបានស្នើឲ្យសួរព្រះនៃសេចក្តីស្លាប់និងស្ដេចនៃឋាននរកអំពីបញ្ហានេះគាត់យឺតបានចូលទៅជិតបុរសដែលហៀបនឹងស្លាប់ដាក់ដៃលើក្បាលមនុស្សអាក្រក់បុរសវ័យក្មេងបានធ្វើការដាំដុះគាត់គ្រាន់តែបានបង្ហូរកម្លាំងដែលនៅសល់របស់សត្រូវការ Grimace នៃសេចក្តីស្លាប់បានបង្ខូចទ្រង់ទ្រីមុខរបស់មនុស្សអាក្រក់ហើយបុរសវ័យក្មេងបានទទួលការជូនដំណឹងអំពីការស្រូបយកដោយជោគជ័យនិងការដាំដុះថ្មីអ្នកបម្រើដែលនៅរស់រានមានជីវិតបានលុតជង្គង់ចុះហើយបានអង្គវរោគសេចក្តីមេត្តាករុណាទ្រង់មានបន្ទូលថាទ្រង់ខុសអង្គបានទទួលផ្ទាំងតួអង្គគាត់បានទៅដល់ដំណាក់កាលទី3នៃរូបកាយការស្រោបនិងស្ទើរតែមិនអាចឈ្នះបានល្បឿននៃការវាយប្រហាររបស់គាត់ឈានដល់1លានជួរភ្នំ Black Moon មានតែសត្វស្លាបប្រៃទេដែលហើរនៅលើមេឃភ្លៀងនោះមានសម្លេងបាក់ឆ្អឹងស្រែកធ្ងោយំនឹងសម្លេងគោះនៃកណ្ដាប់ដៃវាបានប្រែក្លាយថាមុខសេងវ័យក្មេងកំពុងវឹកហាត់កម្លាំងរបស់គាត់នឹងដាំដុះខ្លួនឯងពេលនេះគាត់កំពុងប្រយុទ្ធជាមួយសត្វជ្រូកព្រៃមួយហ្វូងហើយដោះស្រាយជាមួយពួកគេដោយដៃទេក្រោយការប្រកួតកម្លាំងរបស់យុវជនបានអស់កម្លាំងគាត់បានប៉ះខ្លួនប្រាណដែលគ្មានជីវិតរបស់ជ្រូកព្រៃដ៏ធំមួយហើយចាប់ផ្ដើមស្រូបយកកម្លាំងរបស់វាជាលទ្ធផលបុរសវ័យក្មេងនោះបានទទួលការជូនដំណឹងឥឡូវនេះសមត្ថភាពរបស់គាត់មានខ្លឹមសារនៃស្ដេចជ្រូកព្រៃស្បែកក្រាស់ការពុតរាងកាយរបស់គាត់បានឈានដល់ដំណាក់កាលទី5បុរសវ័យក្មេង
គិតអំពីសមត្ថភាពរបស់គាត់ដោយពេញចិត្តរូបរាងកាយរបស់គាត់បានឈានដល់ដំណាក់កាលទី5នៃការធ្វើឲ្យរាងកាយមានភាពរឹងមាំប៉ុន្តែមានអ្វីផ្សេងទៀតបុរសនោះដឹងថាសូនេះមានសមត្ថភាពស្រូបយកមិនត្រឹមតែការដាំដុះប៉ុណ្ណោះទេប៉ុន្តែក៏មានថ្នាំបច្ចេកទេសនិងធ្មេញវិញ្ញាណផងដែរគាត់អាចស្រូបយកកំណប់ទ្រព្យរបស់អ្នកគ្រប់គ្រងនៅក្នុងខ្លួនរបស់គាត់បានប្រែទៅជាថ្នាំកម្រិតខ្ពស់ហើយបង្កើនកម្រិតនៃការដាំដុះរបស់គាត់លើសពីនេះទៀតគាត់បានដឹងថាម៉ុងសាយក៏អាចក្លាយជាគោលដៅសម្រាប់ការស្រូបយក Demons មានចាប់ពីលំដាប់ទី1ដល់ទី9ហើយការដាំដុះបុរសវ័យក្មេងដាំដុះដឹងថាគោលដៅត្រូវតែស្លាប់ឬរងរបួសយ៉ាងធ្ងន់ធ្ងរគាត់គឺរីករាយដែលគាត់អាចស្រូបយកសត្វដែលមិនមានជីវិតស្ដារកម្លាំងរបស់គាត់ឡើងវិញនិងព្យាបាលរបួសរបស់គាត់បុរសវ័យក្មេងដឹងថាប្រព័ន្ធមានការយល់ឃើញដោយខ្លួនឯងហើយបានជួយគាត់ជៀសផុតពីបញ្ហាជាច្រើនយុវជននោះបានទទួលការជូនដំណឹងមួយមានហ្វូងបិសាច30ជំហានទៅនិរដីគាត់បានចេញដំណើរទៅបំផ្លាញពួកគេហើយឈានដល់ដំណាក់កាលទី5នៃការធ្វើឲ្យរាងកាយចុះខ្សោយហ្វូងសត្វត្រូវបានបញ្ចប់ក្នុងមួយរំពេចទោះយ៉ាងណាយុវជននោះមិនពេញចិត្តហើយដឹងថាគាត់ត្រូវការគូប្រជែងថ្មីដើម្បីលើកកម្ពស់កម្រិតរបស់គាត់ឲ្យកាន់តែខ្ពស់នៅយប់ជ្រៅគាត់បានចូលទៅក្នុងទឹកដីគ្រួសារគាត់មិនបានជួបនរណាម្នាក់ទេនៅខាងក្រោយផ្ទះរបស់គាត់ឈឺគាត់បានស្រូបយកអារៈភាគច្រើនហើយឥឡូវនេះការដាំដុះរបស់គាត់បានឈានដល់កម្រិតខ្ពស់បុរសវ័យក្មេងបានចូលទៅជិតផ្ទះគ្រួសារហើយដឹងថាទោះបីជាគាត់បានបង្កើនកម្រិតធម៌ពលរបស់គាត់យ៉ាងឆាប់រហ័សក៏ដោយវានៅតែមិនគ្រប់គ្រាន់នៅពេលចូលទៅដល់ទីធ្លាបុរសវ័យក្មេងបានដឹងថាដើម្បីបើក Inner Circle វាគឺចាំបាច់ក្នុងការរួមបញ្ចូលកម្លាំងនៃត្រកូលធំទាំង3បុរសវ័យក្មេងបានសម្រេចចិត្តពន្យាពេលវិធីដាំដុះថ្មីរហូតដល់ថ្ងៃស្អែកក្រឡេកមើលតាមបង្អួចគាត់បានឃើញអ្វីដែលមិនធម្មតាវាជាដាវដែលជាក្តីសុបិនរបស់អ្នកចម្បាំងទោះយ៉ាងណាក៏ដោយនៅពេលនោះនរណាម្នាក់បានហៅគាត់វាគឺជាអ្នកបម្រើនៃគ្រួសារអ៊ីវពួកគេបានសួរថាតើបុរសវ័យក្មេងនោះហ៊ានសម្លាប់មនុស្សរបស់ពួកគេកូនប្រុសច្បងបានសម្រេចចិត្តបញ្ឈប់ភ្ញៀវដែលមិនបានអញ្ជើញដំណាក់កាលនៃការកម្ដៅរបស់គាត់គឺទី6យ៉ងបានស្គាល់យេខានហើយដឹងថាវាមិនមែនជាជ័យជំនះងាយស្រួលនោះទេជនកំណាចមានការភ្ញាក់ផ្អើលដែលប្រលឹងការពោលសាកសពដែលច្រេះមិនបានសម្លាប់បុរសវ័យក្មេងនោះទេទោះជាយ៉ាងណាក៏ដោយគាត់សប្បាយចិត្តដែលក្មេងប្រុសនោះបានរួចជីវិតឥឡូវនេះគាត់នឹងទៅដោះស្រាយជាមួយគាត់ហើយសងសឹកគ្រប់គ្នាគាត់បានទម្លាក់ដាវរបស់គាត់ហើយណែនាំបុរសវ័យក្មេងនោះឲ្យអធិស្ឋានសុំស្លាប់យ៉ាងឆាប់រហ័សព្រោះគាត់នឹងហែកយាយយ៉ងដាច់ដោយដៃរបស់គាត់ផ្ទាល់ដៃរបស់ពួកគេបានប៉ះគ្នាហើយមនុស្សអាក្រក់បានដឹងភ្លាមនៅកំហុសរបស់គាត់តែហេតុការណ៍នេះកើតឡើងលឿនយ៉ាងដូចម្តេចទៅតើបុរសវ័យក្មេងនោះគ្រប់គ្រងខ្លួនឯងបានតាំងពីពេលណារហូតដល់កម្រិតបែបនេះចលនាច្បាស់លាស់ពីរបីដងសម្លេងឆ្អឹងបាក់ហើយជ័យជំនះបានទៅបុរសវ័យក្មេងម្នាក់ក្រុមមនុស្សអាក្រក់មួយក្រុមបានមកជួយមេដឹកនាំរបស់ពួកគេដោយកាន់ដាវនៅក្នុងដៃពួកគេបានស្ទុះទៅរកបុរសវ័យក្មេងយន្តមិនបានសូម្បីតែញ័រឆ្អឹងខ្មាំងក៏បាក់ក្នុងដៃទឹកមុខឈឺចាប់យ៉ាងខ្លាំងធ្វើឲ្យខូចមុខមាត់មនុស្សអាក្រក់ភ្នែករបស់គាត់ពោពេញដោយឈាមហើយគាត់បានស្រែកថាខ្ញុំនឹងសម្លាប់អ្នកទោះជាយ៉ាងណាក៏ដោយបុរសវ័យក្មេងសន្យាថានឹងបំបាក់មិនត្រឹមតែរបស់គាត់ប៉ុណ្ណោះទេដៃប៉ុន្តែក៏ជាជើងរបស់គាត់ផងដែរហើយនោះជាអ្វីដែលគាត់បានធ្វើការជិះចាប់ដែលមិនអាចទ្រាំទ្របានទម្លុះរាងកាយរបស់សត្រូវគាត់បានដឹងថារបស់គាត់ថ្ងៃត្រូវបានរាប់ហើយយុវជននោះមិនបានខ្វល់ពីការស្រែកយំរបស់មនុស្សអាក្រក់នោះទេហើយបានធ្វើសកម្មភាពដោយវិធីសាស្ត្រនិងការសម្រេចចិត្តអ្នកបម្រើបានព្យាយាមជួយសង្គ្រោះម្ចាស់របស់ពួកគេបានទាមទារឲ្យគាត់ត្រឡប់មកវិញយុវជននោះមិនបានជំទាស់ហើយបានយល់ព្រមតាមការទាមទាររបស់ពួកគេគាត់បានបោះសាកសពរបស់សត្រូវទៅលើអាកាសចាក់វាដោយដាវរបស់គាត់ហើយបន្ទាប់មកបោះវាមកវិញចំពោះអ្នកបម្រើបុរសវ័យក្មេងបានសម្លឹងមើលមនុស្សអាក្រក់ដែលចាញ់ហើយដឹងថាគាត់បានឆ្លងកាត់ការសាកល្បងដាំដុះម្ដងទៀតគាត់បានសារភាពប្រាប់ខ្លួនឯងថាគាត់មិនដឹងថាត្រូវធ្វើអ្វីទេប៉ុន្តែឥឡូវនេះសត្រូវរបស់គាត់កំពុងជួយគាត់ឲ្យប្រសើរឡើងនៅសមត្ថភាពនឹងផ្ដល់ឲ្យគាត់នៅបទពិសោធន៍នេះធ្វើឲ្យគាត់សប្បាយចិត្តមន្ត្រីម្នាក់បានបញ្ជាអ្នកផ្សេងទៀតឲ្យចាប់ខ្លួនយ៉ាងនៅរស់រានមានជីវិតពីព្រោះចៅហ្វាយរបស់គាត់ចង់និយាយលាគាត់ដោយផ្ទាល់បុរសវ័យក្មេងមិនបានជំទាស់ទេប៉ុន្តែភ្លាមនោះបានរកឃើញខ្លួនឯងនៅលើអាកាសមួយសន្ទុះក្រោយមកនៅផ្នែកមួយទៀតនៃបន្ទប់និងមួយភាគតូចនៃវិនាទីក្រោយមកនៅផ្នែកទី3បន្ទាប់មកពួកអ្នកបម្រើមើលជុំវិញដោយភ័យខ្លាចមិនយល់ថាបុរសវ័យក្មេងបានបាត់ខ្លួនទៅណាទេប៉ុន្តែពួកគេដឹងរឿងមួយពួកគេនឹងមិនចាក់ចេញពីទីនេះទាំងរស់ឡើយដោយធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងល្បឿនរបស់គាត់បុរសវ័យក្មេងម្នាក់បានបង្ហាញខ្លួនជាមួយនឹងដាវនៅក្នុងដៃរបស់គាត់ការកែច្នៃដំណាក់កាលទី5របស់គាត់បានបង្ហាញថាគ្រប់គ្រាន់ដើម្បីកម្ចាត់សត្រូវរបស់គាត់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះគាត់បានបំបែកអ្នកបម្រើទាំងអស់បាក់ឆ្អឹងរបស់ពួកគេនឹងធ្វើឲ្យពួកគេអព្យាក្រឹតទាំងស្រុងមេដឹកនាំបានមើលរឿងនេះដោយភាពភ័យរន្ធត់ដែលមិនអាចលាក់បាំងបានគាត់មិនអាចយល់បានថាហេតុអ្វីរឿងនេះអាចកើតឡើងបានពួកគេត្រូវបានទុកឲ្យនៅម្នាក់ឯងជនកំណាចមិនអាចរើបានដៃនិងជើងរបស់គាត់ត្រូវបានបាក់គាត់អាចនិយាយបានតែថាកុំចូលមកចិត្តអីបុរសវ័យក្មេងនោះស្គាល់គាត់នោះគឺជាជនកំណាចដូចគ្នាដែលចូលចិត្តបំពន់មនុស្សស្ត្រូវដែលភ័យខ្លាចនោះស្រែកដោយភាពភ័យខ្លាចបុរសវ័យក្មេងនោះនិយាយថាឥឡូវនេះគាត់នឹងផ្ដល់ឱកាសឲ្យគាត់មានអារម្មណ៍ជឿចាប់ដោយខ្លួនឯងគាត់បានប្រើបាតដៃពោលដ៏កាចសាហាវរបស់គាត់រាងកាយរបស់មនុស្សអាក្រក់ត្រូវបានចាក់ដោយការជឿចាប់ដែលមិនអាចទ្រាំទ្របានអ្វីនៅខាងក្នុងបានឆេះដោយអណ្ដាតភ្លើងដ៏សាហាវខ្មាំងស្ត្រូវស្រែកឲ្យបុរសវ័យក្មេងសម្លាប់គាត់បើមិនដូច្នោះទេគាត់នឹងរកបុរសវ័យក្មេងនោះហើយសងសឹកចំពោះការអាម៉ាស់មុខទោះយ៉ាងណាបុរសវ័យក្មេងមិនញៀតឡើយគាត់បាននិយាយថាជនកំណាចនឹងគ្មានឱកាសសងសឹកទេពីព្រោះមានរឿងមួយនឹងកើតឡើងយុវជន
ដាំដុះសត្រូវត្រូវរបួសយ៉ាងធ្ងន់ធ្ងរហើយការស្រូបយកបានជោគជ័យកម្រិតរួមនៃការកែលម្អរាងកាយរបស់យុវជនបានឈានដល់ដំណាក់កាលទី6 អ៊ីយ៉ុងបាននិយាយថាគាត់បានដាំដុះសត្រូវហើយ10 ដងសម្រាប់អ្វីដែលគាត់បានធ្វើគាត់បានអំពាវនាវឲ្យមនុស្សអាក្រក់ចេញពីទឹកដីរបស់គាត់សត្រូវគឺទាំងស្រុងហត់នឿយខ្លាចជាគ្មានអ្វីក្រៅពីសម្បកប៉ុន្តែរូបភាពបុរសវ័យក្មេងនោះត្រូវបានបោះពុម្ពយ៉ាងច្បាស់នៅក្នុងភ្នែករបស់គាត់សងសឹកនៅក្បែរបន្ទាប់ពីបុរសវ័យក្មេងចាក់ចេញសត្រូវដែលចាញ់បានដេកខ្ចាត់ខ្ចាយពីពេញទីធ្លាហើយបានស្នើដោយហៅមនុស្សចាស់ត្រឡប់មកវិញបុរសនោះមិនបានយកចិត្តទុកដាក់ចំពោះការធ្ងន់របស់ពួកគេទេគាត់បានដើរជន់សាកសពដែលបាក់បែកហើយចូលទៅក្នុងផ្ទះរបស់គ្រួសារគាត់ពេញចិត្តនឹងខ្លួនឯងមិនត្រឹមតែគាត់បានស្រូបយកការដាំដុះជាច្រើនប៉ុណ្ណោះទេថែមទាំងបានរកឃើញគន្លឹះនៃឃ្លាំងកំណប់របស់ពួកព្រឹទ្ធាចារ្យដ៏អស្ចារ្យបុរសវ័យក្មេងនោះមិនល្ងងទេគាត់យល់ថាឪពុករបស់អ្នកដែលត្រូវបានសម្លាប់ខ្មាំងសត្រូវនឹងមិនទុកគាត់ចោលទេនៅពេលគាត់ត្រឡប់មកវិញព្រឹទ្ធាចារ្យនៃគ្រួសារអ៊ីគឺជាមេទី2នៃឈាមនិកាយគ្មាននរណាម្នាក់អាចគូបគងគាត់បានក្នុងល្បឿនកម្លាំងនិងធម៌ពលបុរសវ័យក្មេងបានដឹងថាគាត់គ្រាន់តែនៅដំណាក់កាលទី6នៃការទប់ខ្លួនប្រាណនិងសំបីតែមានល្បឿនវាយប្រហារដើម្បីបង្កើនការដាំដុះរបស់គាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលទទួលបានការជូនដំណឹងថាសម្បត្តិគេរកឃើញ5ម៉ែត្រទៅភាគអាគ្នេយ៍បុរសវ័យក្មេងនោះបានធ្វើដំណើរទៅទីតាំងនោះភ្លាមឆ្លងកាត់ច្រកបៀងវែងនៃផ្ទះរបស់ Ellers គាត់បានមកដល់ទ្វារមួយបើកវាដោយកូនសោះហើយបានរកឃើញខ្លួនឯងនៅក្នុងសាលដែលមិនធ្លាប់មានពីមុនមកបន្ទប់ដ៏ធំនេះពោពេញទៅដោយមាសពេជ្រត្បូងមានតម្លៃអាវុធនិងមូលបត្រយុវជនមានអារម្មណ៍ដូច Alibaba នៅក្នុងរូងភ្នំចោលបន្ថែមពីលើកំណប់ទ្រព្យមានរបស់មានប្រយោជន៍ជាច្រើននៅទីនេះបុរសវ័យក្មេងបានស្រូបយកខ្លឹមសារនៃស្មៅឈីអិនគ្រាប់ថ្នាំលំដាប់ទី5វិនាទីហើយក៏បានធ្វើជាម្ចាស់នៃបច្ចេកទេសដាវនៃពន្លឺផ្លូវចិត្តនិងបច្ចេកទេសក្បាច់គុណជាន់ខ្ពស់ជាលទ្ធផលគាត់បានឈានដល់ដំណាក់កាលទី9នៃរូបកាយកម្ដៅកម្រិតរបស់គាត់បានកើនឡើងដល់ពណ៌លឿងកម្រិតខ្ពស់ល្បឿននៃការវាយប្រហាររបស់គាត់បានឡើងដល់1លានពិន្ទុហើយក៏បានកើនឡើង3ដងយ៉ាងបន្តលេបថ្នាំដោយចាត់ទុកថាមានប្រសិទ្ធភាពខ្លាំងប៉ុន្តែការរកឃើញដ៏សំខាន់គឺដាវនៃវិញ្ញាណការប្រតិបត្តិពួកព្រឹទ្ធាចារ្យឲ្យតម្លៃការស្រូបយករបស់វាបានជោគជ័យជាមួយនឹងដាវនៅក្នុងដៃយុវជននោះគឺមានទំនុកចិត្តអាវុធលំដាប់ទី3អាចទប់ទល់នឹងក្បាច់គុណនៃលំនៅឋានរបស់មេដ៏អស្ចារ្យយុវជនបុរសនោះបានលាក់ដាវនៅក្នុងប្រព័ន្ធផ្ទុកដែលគាត់អាចយកវានៅពេលណាក៏បានសំណាងល្អដែលវាគ្មានដែនកំណត់វាអាចស្តុកទុកថ្នាំបន្សាបមុខរបួសទាំងអស់ក្នុងករណីមានគ្រោះថ្នាក់ថ្ងៃបន្ទាប់យុវជននោះធ្វើដំណើរទៅផ្ទះគ្មានអ្វីនៅសេសសល់ដើម្បីស្រូបយកគាត់បានយកអ្វីគ្រប់យ៉ាងហើយឥឡូវនេះគាត់នឹងសម្លាប់មនុស្សចាស់ដោយអាវុធរបស់គាត់ផ្ទាល់បុរសនោះយល់ថាគាត់បានឈានដល់កម្រិតធម៌ពលខ្ពស់ទទួលបានបទពិសោធន៍ជំនាញរបស់គាត់ហើយឥឡូវនេះផ្លូវរបស់គាត់ស្ថិតនៅផ្ទះស្រាប់តែមានសំឡេងបានបន្លឺឡើងពីក្រោយខ្នងគាត់បុរសវ័យក្មេងនោះបានងាកមកស្គាល់អ្នកបម្រើរបស់គាត់អ្នកបម្រើនោះដកដង្ហើមហត់ញើសហូរចុះមកលើមុខជំនួសឲ្យការសម្រាកនិងយកកម្លាំងមកវិញក្រោយពីធ្វើការគាត់បានដើរលេងនៅជុំវិញភ្នំនានាបុរសវ័យក្មេងនោះបានសួរថាហេតុអ្វីបានជាអ្នកបម្រើរបស់គាត់ដែលជាអ្នកបម្រើសំណប់ចិត្តមិននៅផ្ទះទោះយ៉ាងណាអ្នកបម្រើបានធ្វើមិនបានឆ្លើយសំណួររបស់ចៅហ្វាយក្មេងរបស់គាត់ទេតែបានដាស់តឿនគាត់ឲ្យប្រញាប់ត្រឡប់ទៅផ្ទះវិញផ្ទះមានបញ្ហាហើយឪពុករបស់យុវជននោះឈឺធ្ងន់ក្អកចេញឈាមហើយរស់នៅប៉ុន្មានម៉ោងចុងក្រោយរបស់គាត់ក្បាលដ៏ធំដែលធ្លាប់តែខ្លាំងរបស់គ្រួសារត្រូវបានរុំដោយបងរុំរបួសធ្ងន់ធ្ងរនិងស្ទើរតែស្លាប់អ្នកបម្រើក្មេងព្យាយាមដាក់ម្ចាស់របស់ខ្លួនឲ្យចូលគេងបញ្ចុះបញ្ចូលគាត់ថាចៅហ្វាយវ័យក្មេងនឹងត្រឡប់មកវិញឆាប់ដោយមិនមានអ្វីកើតឡើងចំពោះគាត់និងអ្នករបួសនោះទេបុរសម្នាក់ត្រូវសម្រាកយន្តបានបង្ហាញខ្លួននៅមាត់ទ្វារផ្ទះរបស់គ្រួសារគាត់នៅចំពោះមុខឪពុករបស់គាត់ដែលទោះបីគាត់មានការឈឺចាប់និងជីវិតរមែងស្លាប់ក៏ដោយរបួសកំពុងរងចាំកូនប្រុសរបស់គាត់បុរសរងរបួសមើលមកគាត់ដោយពិបាកនិងមិនជឿភ្នែករបស់គាត់កូនប្រុសនៅមានជីវិតគាត់បានមកឥឡូវនេះគាត់អាចស្លាប់ដោយសន្តិភាពបុរសវ័យក្មេងបានសួរអ្នកបម្រើថាតើមានអ្វីកើតឡើងហេតុអ្វីបានជាឪពុករបស់គាត់ស្ថិតក្នុងសភាពបែបនេះហើយអ្នកណាហ៊ានធ្វើបាបគាត់អ្នកបម្រើបានពន្យល់ថាមេរបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈពេលដែរប្រថុយប្រឋានចូលទៅក្នុងវាលភក់អាប់ដ៏គ្រោះថ្នាក់ដើម្បីកម្ចាត់សត្វចម្លែកគាត់កំពុងស្វែងរកថ្នាំបន្សាបសម្រាប់កូនប្រុសរបស់គាត់ប៉ុន្តែបានបង់ថ្លៃវាជាមួយនឹងសុខភាពរបស់គាត់ឪពុករបស់គាត់ទប់ទល់នឹងការឈឺចាប់និងក្អកបានទាមទារឲ្យថ្នាំ Elixir អាចកំបាំងត្រូវបាននាំយកទៅឲ្យគាត់យ៉ាងឆាប់រហ័សវាជាថ្នាំសម្រាប់កូនប្រុសរបស់គាត់ដែលអាចកម្ចាត់ជាតិពុល 30% ថ្នាំ Elixir លំដាប់ទី2ត្រូវបានគេសន្មតថាកម្ចាត់ជាតិពុលមួយចំនួននិងបង្កើនកម្រិតនៃការដាំដុះបើទោះបីជាគាត់មានរបួសធ្ងន់ធ្ងរឪពុកនៅតែបន្តប្រយុទ្ធដើម្បីជីវិតកូនប្រុសរបស់គាត់ស្រមៃចង់រកវិធីកម្ចាត់ជាតិពុលដែលនៅសេសសល់បុរសវ័យក្មេងមានការភ្ញាក់ផ្អើលឪពុករបស់គាត់បានប្រថុយជីវិតដើម្បីថ្នាំ Elixir ដែលអាចកម្ចាត់បានតែផ្នែកខ្លះនៃជាតិពុលបុរសវ័យក្មេងគិតថាគាត់មិនសមនឹងទទួលបានសេចក្តីស្រឡាញ់របស់ឪពុកបែបនេះទេកម្លាំងនៃអារម្មណ៍របស់ប្រមុខគ្រួសារប៉ះគាត់យ៉ាងខ្លាំងបុរសវ័យក្មេងបានចូលទៅជិតឪពុករបស់គាត់ដាក់ដៃលើមុខរបួសនៅលើទ្រូងរបស់គាត់ហើយបង្កប់ការដាំដុះរបស់គាត់គឺគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមព្យាបាលរបួសរបស់ឪពុកម្ដាយគាត់មនុស្សគ្រប់គ្នាភ្ញាក់ផ្អើលចំពោះអ្វីដែលកំពុងកើតឡើងដែរ
បុរសវ័យក្មេងបានពន្យល់ថាគាត់បានទទួលការត្រាស់ដឹងពីគ្រូរបស់គាត់ជាតិពុលបានចាក់ចេញពីរាងកាយរបស់គាត់ហើយគាត់គឺអាចនឹងស្ដារការដាំដុះរបស់គាត់ឡើងវិញដោយទទួលបានកម្លាំងដ៏ខ្លាំងក្លាកូនប្រុសបានសារភាពថាគាត់បានស្ថិតនៅដំណាក់កាលទី9រួចទៅហើយនៃការពង្រឹងរាងកាយឪពុករបស់គាត់លែងត្រូវការព្រួយបារម្ភអំពីគាត់ខ្លាំងពេកហើយគាត់មានថ្នាំព្យាបាលជាច្រើនហើយគាត់បានឲ្យមួយក្នុងចំណោមនោះដល់ឪពុករបស់គាត់បានសួរថាតើអ្នកណាជាអ្នកឲ្យថ្នាំទាំងនេះដល់កូនប្រុសរបស់គាត់តើអាចជាគ្រូបង្រៀនដដែលឬទេក្មេងបុរសនោះមានការខ្មាស់អៀនបន្តិចប៉ុន្តែបានសារភាពថាគាត់បានប្លន់ឃ្លាំងកំណប់របស់យ៉ាងឯលើសពីនេះទៅទៀតគាត់បានបំផ្លាញកូនប្រុសច្បងដែលលែងមានលទ្ធភាពធ្វើស្រែចម្ការបានឪពុកនិងអ្នកបម្រើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានលឺអ្នកបម្រើបានមើលការសន្ទនាដោយភាពភ័យរន្ធត់និងភ័យខ្លាចពួកគេយល់ថាបន្ទាប់ពីម្ចាស់វ័យក្មេងការវាយប្រហារលើគ្រួសារ Ellers ដ៏អស្ចារ្យឪពុករបស់គាត់នឹងខឹងសម្បាយ៉ាងខ្លាំងពួកគេបានរងចាំដោយដង្ហើមខ្លីចំពោះប្រមុខប្រតិកម្មរបស់គ្រួសារចំពោះទង្វើរបស់កូនប្រុសរបស់គាត់ទូយ៉ាងណាក៏ដោយប្រមុខគ្រួសារមានសេចក្តីសមស្រីករីចំពោះបុរសវ័យក្មេងនោះគាត់មានរំពឹងថានឹងមានអ្វីមួយដូចនេះហើយមានសេចក្តីសមស្រីករីក្នុងការស្ដាប់វាប៉ុន្តែវាច្បាស់សម្រាប់មនុស្សគ្រប់គ្នាថាយ៉ាចាន់នឹងមិនបន្ធូរបន្ថយឡើយបុរសវ័យក្មេងនោះដោយសារកូនប្រុសរបស់គាត់ពិការឪពុកបានសារភាពថាទោះបីជាប្រមុខគ្រួសារក៏ដោយគាត់ត្រូវបានធ្វើទុកបុកម្នេញដោយយ៉ាឆាំងឯអស់រយៈពេលជាច្រើនឆ្នាំមកហើយពីព្រោះការដាំដុះរបស់គាត់នៅតែស្ថិតនៅកម្រិតទី1គាត់សន្មតថាពួកគេចង់ដកគាត់ចេញពីតំណែងជាប្រមុខគ្រួសារព្រោះព្រឹទ្ធាចារ្យ5នាក់ក្នុងចំណោម8នាក់បាននៅខាងយ៉ាឆាំងនៅពេលអនាគតឪពុកនិងកូនប្រុសនឹងត្រូវប្រុងប្រយ័ត្នយ៉ាយ៉ុងប្រាប់ឪពុករបស់គាត់កុំឲ្យព្រួយបារម្ភប្រសិនបើពួកគេមកទីនេះគាត់ផ្ទាល់នឹងធ្វើឲ្យប្រកាសថាមិនមាននរណាម្នាក់ចាក់ចេញទាំងរស់ទេស្រាប់តែទ្វារផ្ទះបើកហើយស្រមោលពណ៌ប្រផេះបានលេចឡើងនៅលើមាត់ទ្វារមនុស្សចម្លែកបានស្រែកថាមហាអេដឺបានបញ្ជាឲ្យក្រុមគ្រួសារយាយទាំងអស់បង្ហាញខ្លួនភ្លាមនៅក្នុងសាលប្រជុំហើយគ្មាននរណាម្នាក់ត្រូវយូរទេនៅពេលនោះកិច្ចប្រជុំមួយកំពុងប្រព្រឹត្តទៅនៅក្នុងក្រុមប្រឹក្សាសាលគេដឹងនៅទីនោះថាអ៊ីវ៉ង់មិនត្រឹមតែវីដំណាក់បម្រើរបស់ពួកគេប៉ុណ្ណោះទេថែមទាំងធ្វើទារុណកម្មម្ចាស់វ័យក្មេងដោយបាក់ដៃនិងជើងគេក៏បាននិយាយផងដែរថាយុវជននោះបានយកសោទៅបន្ទប់ដាក់ប្រាក់ប្លន់វាហើយឥឡូវនេះប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅពេលដែលបានឮដូច្នេះចាស់ចរាយាឆ្ងេបាននិយាយថាគាត់នឹងហែកបុរសវ័យក្មេងនោះជាបំណែកហើយដាក់ទោសគាត់ចំពោះអំពើអាក្រក់ទាំងអស់ដែលគាត់បានប្រព្រឹត្តមនុស្សចម្លែក2នាក់នៅក្នុងអាវធំនិងក្រណាត់បានស្ដាប់ដោយយកចិត្តទុកដាក់ចំពោះនៃគ្រួសារបានដាក់បណ្ដាសាដោយកំហឹងដែលយាយ័នបានហ៊ានលើកដៃប្រឆាំងនឹងដៃគូជិតស្និទ្ធរបស់គាត់ដោយហៅគាត់ថាជាមនុស្សអសិលធម៌ភ្លាមស្រាប់តែរលកនៃធូលីខ្យល់និងផ្សែងបានបោកបក់ចូលក្នុងបន្ទប់រីប៉ាយមនុស្សចាស់ទៅជាជ្រុងនៃសារមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងមិនអាចយល់បានថាអ្នកណាហ៊ានបង្កបញ្ហាបែបនេះយ៉ាងបានបង្ហាញខ្លួននៅចំពោះមុខពួកព្រឹទ្ធាចារ្យហើយប្រកាសថាពួកគេជាអ្នកដែលបានវាយប្រហារសមិទ្ធរបស់ពួកគេមុនគេគឺជាមនុស្សចាស់ម្នាក់សម្លឹងមើលបុរសវ័យក្មេងដោយកំហឹងគាត់មិនបានអន់ក្បាលចំពោះគាត់មិនបានបង្ហាញការគោរពត្រឹមត្រូវដល់គាត់ហើយបានបំបែកខ្លួនទាំងស្រុងចេញពីការគ្រប់គ្រងរបស់គាត់ត្រូវតែបង្រៀនមេរៀនមួយបុរសវ័យក្មេងមិនបានបាត់បង់ភាពស្ងប់ស្ងាត់របស់គាត់ហើយបានចោទប្រកាន់អ្នកចាស់ទុំកំពូលពីការបំពានច្បាប់គាត់បានស្រែកដាក់មុខក្រុមប្រឹក្សាថាពួកគេគ្មានអ្វីសោះហើយមិនស័ក្តិសមឈរនៅក្នុងគាត់ទេកន្លែងរបស់ឪពុកពួកព្រឹទ្ធាចារ្យទាំងអស់មើលទៅដោយច្របូកច្របល់ពីព្រឹទ្ធាចារ្យកំពូលទៅបុរសវ័យក្មេងឆ្ងល់ថាតើមានអ្វីកើតឡើងបុរសវ័យក្មេងប្រកាសក្នុងចិត្តថាគាត់ត្រឹមត្រូវគាត់សម្លឹងមើលក្រុមប្រឹក្សាហើយរងចាំចម្លើយរបស់ពួកគេឪពុករបស់បុរសវ័យក្មេងបានមកដល់ទាន់ពេលដើម្បីគ្រប់គ្រងកូនប្រុសរបស់គាត់ក្នុងការតស៊ូរបស់គាត់យានបាននិយាយថាការសម្ដែងនឹងចាប់ផ្ដើមមិនយូរប៉ុន្មានមនុស្សគ្រប់គ្នានឹងឃើញថាតើនរណាជាមនុស្សអាក្រក់ពិតប្រាកដឪពុករបស់យុវជននោះបានសួរយ៉ាងហេតុអ្វីបានជាគាត់ព្យាយាមចាប់ផ្ដើមការបះបោរនិងរបៀបយល់ពីទង្វើរបស់គាត់និងការភ្ញាក់ផ្អើលពួកព្រឹទ្ធាចារ្យជឿជាក់ថាយ៉ាវឿនមិនអាចជាប្រមុខគ្រួសារបានទេបើគ្មានបទពិសោធន៍យ៉ាចេះបានលើកដៃឡើងហើយស្រែកថាមុខតំណែងជាប្រធានគ្រួសារគួរតែត្រូវបានកាន់កាប់ដោយមនុស្សដែលមានសមត្ថភាពពិសេសពិតប្រាកដសមាជិកក្រុមប្រឹក្សាខ្លះបានគាំទ្រទៅរបស់គាត់ហើយបានប្រកាសថាពួកគេយល់ព្រមបម្រើ Grand Elder Lader ពួកគេបានសារភាពថាកូនប្រពន្ធរបស់ពួកគេនៅជាមួយមនុស្សចាស់ហើយពួកគេត្រូវបានបង្ខំឲ្យគោរពតាមបញ្ជារបស់គាត់បុរសចំណាស់បានស្រែកដាក់ឪពុកឲ្យសម្លាប់កូនប្រុសរបស់គាត់ភ្លាមបន្ទាប់មកជីវិតរបស់គាត់នឹងត្រូវបានសង្គ្រោះបុរសវ័យក្មេងបានធ្វើមិនបាត់បង់ភាពស្ងប់ស្ងាត់របស់គាត់ហើយបាននិយាយថាប្រសិនបើបុរសចំណាស់ដ៏អស្ចារ្យចង់ធ្វើជាប្រធានគ្រួសារមានសមត្ថភាពធ្វើបានបុរសចំណាស់ប្រកាសថាបុរសវ័យក្មេងមិនអាចបំពេញភារកិច្ចបានទេហើយរងចាំលទ្ធផលដោយស្ងប់ស្ងាត់មនុស្សវ័យក្មេងបុរសនោះលាតដៃចេញដោយបាតដៃពោលដ៏កាចសាហាវហើយប៉ះបុរសចំណាស់វាជាបាតដៃនៃខ្យល់ងឹតមនុស្សគ្រប់គ្នាមើលដោយភាពភ័យរន្ធត់ខណៈដែលបុរសវ័យក្មេងប្រយុទ្ធដោយលក្ខខណ្ឌស្មើគ្នាជាមួយមនុស្សចាស់ដែលបានឈានដល់កម្រិតទី2នៃឈាមដែលនាងបានស្នាក់នៅបុរសវ័យក្មេងបានបង្ហាញជំនាញរបស់គាត់ដោយស្ងប់ស្ងាត់សើចចំអកឲ្យបុរសចំណាស់នោះហើយធានាគាត់ថាគាត់មានការភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងហាងដោយមិនដកកំហឹងរបស់គាត់ចេញពីបុរសចំណាស់ដ៏អាក្រក់នោះបុរសវ័យក្មេងបានស្រែកថាពាក្យដាវដោយសម្លេងគោលាន់ភាពភ័យរន្ធត់បានឆ្លុះបញ្ចាំងនៅក្នុងក្រសែភ្នែករបស់មនុស្សចាស់គាត់បានស្គាល់ដាវរបស់គាត់ដែលជាអាវុធមួយដែលអាចសម្លាប់នរណាម្នាក់គាត់នៅតែមិនអាចជឿនៅអ្វីដែលកំពុងកើតឡើងហើយគ្រាន់តែស្រែកថាតើអ្នកបានយំយ៉ាងដូចម្តេចបានបន្លឺឡើងពីគ្រប់ទីប៉ុន្តែសាកសពគ្មានជីវិតរបស់គាត់បានដេកនៅចំកណ្ដាលសាលក្រុមប្រឹក្សារួចទៅហើយទៅយ៉ាង
បុរសនោះឈរពីលើសាកសពបុរសដែលត្រូវបានគេសម្លាប់ហើយសួរថាតើការស្លាប់ដោយដាវរបស់ខ្លួនឯងមានលក្ខណៈយ៉ាងណាបានកើតឡើងផែនដីបានបាក់បើកអ្វីបានផ្ទុះឡើងបំណែកថ្មនិងកញ្ចក់បានហោះគ្រប់ទិសទីភ្លើងហើយភ្លេចបន្ទោបានលីឡំក្នុងភាពវឹកវរនរណាម្នាក់ខ្លាំងបានរុញយាយ័ន្តទៅដីហើយស្រែកថាគាត់មិនត្រឹមតែធ្វើឲ្យខូចកូនប្រសាជាទីស្រឡាញ់របស់គ្រួសារប៉ុណ្ណោះទេថែមទាំងបានសម្លាប់មនុស្សចាស់ដ៏អស្ចារ្យទៀតផងគ្រួសារយាយនឹងមិនអនុញ្ញាតឲ្យរឿងនេះទៅវាច្បាស់សម្រាប់មនុស្សគ្រប់គ្នាថាមនុស្សចម្លែកក្នុងក្រណាត់និងរបាំងមុខជារបស់គ្រួសារយាប៉ុន្តែតើគាត់ជានរណានឹងអ្វីដែលគាត់ចង់បាននៅតែជាអាចកំបាំងយាយក្រោកឈរឡើងធ្វើឲ្យឪពុករបស់គាត់ស្ងប់ហើយចេញទៅជួបមនុស្សចម្លែកត្រៀមខ្លួនដោះស្រាយជាមួយសត្រូវថ្មីរបស់គាត់ដឹងថាត្រកូលយ៉េងគឺជាត្រកូលមួយក្នុងចំណោមត្រកូលទាំង4ដែលកាន់អំណាចតួនាទីនៅក្នុងស្រុកឈៀនយ៉ាងត្រកូលយ៉េងមិនត្រឹមតែចង់រួបរวมគ្នាជាមួយត្រកូលយាយប៉ុណ្ណោះទេថែមទាំងទាមទារផងដែរតែប្រជាជនរបស់ពួកគេទាំងអស់លះបង់នាមត្រកូលហើយខ្លាចជាសាខានៃត្រកូលបុរសវ័យក្មេងបាននិយាយថាឥឡូវនេះគាត់យល់ថាហេតុអ្វីបានជាបុរសចំណាស់មានអំនួតម្លេះគាត់កំពុងព្យាយាមផ្គប់ចិត្តគ្រួសារយ៉េងប៉ុន្តែគ្រួសារយាយទោះបីជាមិនមានកិត្យានុភាពក៏ដោយក៏មិនដែលបន្ទាបខ្លួនទៀតបែបនេះដែរមនុស្សចម្លែកពាក់ម៉ាស់បានស្រែកថាបើបុរសវ័យក្មេងមិនបានកាត់បំពង់របស់គាត់ភ្លាមជាសញ្ញានៃការសុំទោសដែលឪពុករបស់គាត់នឹងស្លាប់មនុស្សចម្លែកទី2នៅក្នុងក្រណាត់និងរបាំងមុខបានសួរថាដើម្បីអនុញ្ញាតឲ្យសម្លាប់ក្មេងប្រុសដែលខឹងសម្បាហើយបន្ទាប់មកឪពុករបស់គាត់បន្ទាប់ពីនោះពួកគេនឹងត្រឡប់ទៅផ្ទះជាមួយគ្នាមនុស្សចម្លែកនៅក្នុងក្រណាត់និងរបាំងមុខបានជំរុញឲ្យបុរសវ័យក្មេងត្រៀមខ្លួនសម្រាប់ការស្លាប់ហើយបានដកដាវវេទមិនពណ៌បៃតងចេញឲ្យបានបញ្ឈប់ដាវដ៏ធំសម្បើមជាមួយនឹងចលនាបន្តិចនៃដៃរបស់គាត់ប៉ះវាដោយម្រាមដៃរបស់គាត់ហើយបន្តសម្លឹងមើលសត្រូវរបស់គាត់ដោយភាពស្ងប់ស្ងាត់ពេញលេញលើពីនេះទៅទៀតគាត់បានចំអកឲ្យអ្នកវាយប្រហារដោយនិយាយថាកម្រិតនៃលំនៅឋានរបស់ពួកគេមិនខ្លាំងនោះទេសម្រេចដសាហាវបានបន្លឺឡើងហើយដាវបានពុះជន់កំណាចជា2នាក់ក្រុមគ្រួសារមើលដោយភ័យរន្ធត់មិនអាចជឿភ្នែករបស់ពួកគេហើយមិនអាចយល់ពីរបៀបដែលរឿងបែបនេះអាចទៅរួចនោះទេយុវជននោះមិនបានឆ្លើយសំណួររបស់ពួកគេទេគាត់គ្រាន់តែការពារខ្លួនឯងឪពុករបស់គាត់និងផ្ទះរបស់គាត់បាននិយាយថាគាត់បានធ្វើចំពោះពួកគេនៅអ្វីដែលពួកគេបានព្យាយាមធ្វើចំពោះគាត់ប្រសិនបើមាននរណាម្នាក់ចង់សម្រាប់គាត់នឹងសម្រាប់ពួកគេជាធ្នូនឹងវិញលើកនេះយុវជនបានប្រើបច្ចេកទេសនៃដាវខាងវិញ្ញាណភាពត្រចះត្រចង់ហើយគ្មានអ្វីនឹងគ្មាននរណាម្នាក់អាចកម្ចាត់គាត់បានឡើយបុរសវ័យក្មេងនោះងាកទៅរកស្ត្រូវរបស់គាត់ហើយផ្ដល់ឲ្យពួកគេនៅជំរឿពីរចុះចូលជាមួយឪពុករបស់គាត់ដោយស្ពះប្តីភាពនិងបំរើឬត្រូវកាត់ជាបំណែកតូចជំរឿគឺជារបស់ពួកគេយ៉ាយុនងាកទៅរកបងប្រុសរបស់មេតកូយ៉ាងដោយជឿជាក់ថាគាត់ពិតជាមិនចង់ចុះចាញ់ឡើយយ៉ាយុនយល់ថាបងប្រុសទី2នឹងមិនចុះចាញ់ទេដូច្នេះគាត់បានប្រើធម្មពលដ៏ខ្លាំងក្លាពិបាកចំពោះបុរសវ័យក្មេងវាមិនមានបញ្ហាអ្វីទាំងអស់ជាក់ស្ដែងគ្រាន់តែប៉ះម្រាមដៃរបស់គាត់ប៉ុណ្ណោះសត្រូវស្ទើរតែចាញ់ដោយតោងជាប់នឹងជីវិតដោយកម្លាំងចុងក្រោយរបស់គាត់បុរសវ័យក្មេងមិនមានចេតនាសម្លាប់គាត់ទេគាត់បានផ្ដល់ឱកាសឲ្យគាត់ជ្រើសរើសផ្លូវត្រូវបន្ទាប់ពីនោះបុរសវ័យក្មេងបានធ្វើការស្រូបយកនិងទទួលបានការជូនដំណឹងថាគាត់បទពិសោធន៍បានកើនឡើងហើយគាត់បានឈានដល់កម្រិតទី2នៃអាណាចក្របង្ហូរឈាមលើសពីនេះជំនាញរបស់គាត់ពិន្ទុបានកើនឡើងហើយឥឡូវនេះគាត់អាចប្រើល្បឿនវាយប្រហារ5ដងបុរសវ័យក្មេងមានសេចក្តីរីករាយឥឡូវនេះគាត់អាចធ្វើបានពង្រឹងការវាយប្រហាររបស់គាត់ដោយការឈានទៅកម្រិតថ្មីនៃការស្នាក់នៅនេះគឺជាពេលវេលាដ៏សមស្របមួយពីព្រោះត្រូវបានកើតមានម្ដងទៀតលួចចូលបុរសវ័យក្មេងពួកគេមិនយល់ពីរបៀបដែលគាត់បានខ្លាយជាខ្លាំងហើយអាចដោះស្រាយជាមួយទាំងអស់នោះទេសមាជិកនៃគ្រួសារយ៉ាងពួកគេមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានឃើញហើយរឿងតែមួយគត់ដែលពួកគេអាចធ្វើបានគឺចូលទៅក្នុងសេវាកម្មរបស់មេដឹកនាំពួកគេយល់ថាបើមិនដូច្នេះទេសេចក្តីស្លាប់កំពុងរងចាំពួកគេបុរសវ័យក្មេងបាននិយាយថាអ្នកដែលបានបង្ខំឲ្យបម្រើសត្រូវអាចស្ដារសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើងវិញបានប្រសិនបើពួកគេជួយកម្ចាត់សាកសពចំណែកឯ5ជនក្បត់ដែលបុរសវ័យក្មេងចង់ឲ្យគេដកហូតការដាំដុះរបស់ខ្លួនហើយចាក់សោក្នុងគុកអស់មួយជីវិតទេមុខរបស់ខ្មាំងសត្រូវបានបង្ខូចដោយការភ័យខ្លាចកំហឹងនិងគំនុំពួកគេមិនចង់ជឿអ្វីដែលពួកគេបានឮនោះទេនៅពេលដែលពួកគេត្រូវបានគេនាំចូលទៅក្នុងគុកកង្ងឹតពួកគេបានស្រែកដោយកំហឹងថាគ្រួសារយ៉ាងនឹងបំផ្លាញបុរសវ័យក្មេងនោះហើយថាមិនយូរមិនឆាប់គ្រួសារយាយទាំងមូលនឹងត្រូវវិនាសបន្ទាប់ពីនោះបុរសវ័យក្មេងនិងឪពុករបស់គាត់បានដើរជុំវិញប្រាសាទដែលព្រះបតាទ្រង់សួរថាតើកូនប្រុសរបស់ទ្រង់មានរបួសឬអត់ដែលទ្រង់មានព្រះបន្ទូលតបថាទ្រង់សុខសប្បាយជាទេហើយពួកគេបានកំចាត់ចោលមនុស្សទាំងអស់នៅជន់ព្រះបតាមានព្រះតីអំណរគុណដល់បុត្ររបស់ព្រះអង្គដោយមានព្រះបន្ទូលថាព្រះអង្គបានធំឡើងហើយឥឡូវនេះកំពុងប្រព្រឹត្តដូចជាប្រមុខគ្រួសារហើយនៅពេលអនាគតទ្រង់នឹងជំនួសកន្លែងរបស់ទ្រង់អូនចង់ដឹងរឿងមួយតើពេលណាដែរត្រានៅលើរូងភ្នំសម្ងាត់នៃព្រះច័ន្ទខ្មៅត្រូវបានដកចេញឪពុករបស់គាត់បានប្រាប់គាត់ថាគ្រួសារធំទាំង3នឹងចូលរួមកម្លាំងដើម្បីដកត្រាចេញក្នុងរយៈពេល10ថ្ងៃគាត់មិនយល់ថាហេតុអ្វីបានជាកូនប្រុសរបស់គាត់ត្រូវការព័ត៌មាននេះទេរូងភ្នំសម្ងាត់នៃព្រះច័ន្ទខ្មៅស្ថិតនៅផ្នែកជ្រៅបំផុតនៃជួរភ្នំព្រះច័ន្ទខ្មៅប្រមុខគ្រួសារបានចាក់ចេញពីទីនោះកាលពីប៉ុន្មានឆ្នាំមុនហើយវាត្រូវបានការពារដោយត្រកូលដ៏អស្ចារ្យទាំង3នៃទីក្រុងបាយ័នរូងភ្នំខ្មៅសម្ងាត់ពោពេញទៅដោយមានក្លិនខាងវិញ្ញាណហើយជាផ្ទះរបស់សត្វចម្លែកជាច្រើនវាក៏ផ្ទុកនៅកំណប់កំមនិងមានតម្លៃយ៉ាងច្រើនផងដែរទ្រព្យសម្បត្តិធ្វើឲ្យវាក្លាយជាជម្រកដ៏ល្អសម្រាប់ចៅហ្វាយងីក្បាច់គុណដើម្បីបណ្ដុះបណ្ដាលជំនាញរបស់ពួកគេដើម្បីការពារចៅហ្វាយងីពីការប្រមូលផ្ដុំ
ទៅរូងភ្នំនោះហើយបំផ្លិចបំផ្លាញធនធានរបស់វាគ្រួសារធំទាំង3បានបិទវាកាលពី100ឆ្នាំមុនហើយបានព្រមព្រៀងគ្នាដុកត្រាចេញម្ដងរៀងរាល់3ឆ្នាំម្ដងបុរសវ័យក្មេងមានគំនិតផ្ទាល់ខ្លួនអំពីរូងភ្នំនេះគាត់ដឹងថានៅទីនោះមានមនុស្សជាច្រើនម្ចាស់នៃអាណាចក្រឈាមក្នុងគ្រួសារវ័យក្មេងគេក៏បាននិយាយដែរថាកូនប្រុសច្បងរបស់ពួកគេយ៉ាងលួយស្ថិតនៅកម្ពុជានៃភាពប៉ិនប្រសប់របស់គាត់នៅក្នុងអាណាចក្របង្ហូរឈាមបុរសវ័យក្មេងយល់ថាគាត់នឹងត្រូវរកខ្លួនគាត់ផ្ទាល់គោលដៅបន្ទាប់របស់គាត់គឺទឹកជ្រោះដ៏ស្រស់ស្អាតមួយលោតពីកម្ពស់ទឹកជ្រោះគាត់បានធ្លាក់ចូលទៅក្នុងបឹងជ្រៅបំផុតដោយមានគោលបំណងតែមួយគត់គឺបើកត្រារបស់រូងភ្នំគាត់ហើយកាន់តែចិត្តទៅបាតនៃបឹងដែលដឹងថាកំណប់ទ្រពនៅទីនោះដើម្បីប្រកាសថាអ្វីដំណើរការបានល្អគាត់បានលេបថ្នាំដកដង្ហើមក្រោមទឹកអំឡុងពេលមុជទឹកបុរសវ័យក្មេងម្នាក់បានទទួលការជូនដំណឹងថាក្លិននៃកំណប់ទ្រពបានមកពីទីខាងត្បូងគោលដៅគឺចិត្តបុរសវ័យក្មេងដឹងថាកំណប់ដ៏មានឥទ្ធិពលមួយត្រូវបានលាក់ទុកក្នុងទុនបំរុងខាងវិញ្ញាណនេះមិនយូរប៉ុន្មានការជូនដំណឹងបានមកដល់ថាបទពិសោធន៍របស់យុវជនរូបនេះបានឈានដល់4000ពិន្ទុអរគុណចំពោះការស្រូបយកកំណប់ទ្រព្យពីទុនបំរុងខាងវិញ្ញាណគាត់បានឡើងដល់កម្រិតទី3នៃលំនៅឋាននៃឈាមនោះមិនអាក្រក់ទេហត់នឿយប៉ុន្តែពេញចិត្តយុវជនបានផុសចេញពីទឹកកម្រិតរបស់គាត់បានឈានដល់ដំណាក់កាលទី9នៃការកែប្រែរាងកាយគាត់បានជឿនលឿនសមត្ថភាពទាំងអស់របស់គាត់ហើយល្បឿននៃការវាយប្រហាររបស់គាត់គឺ1លានពិន្ទុភ្លាមនោះគាត់បានឃើញអ្វីមួយដែលធ្វើឲ្យគាត់ញ័រដល់ស្នូលតើវាជាអ្វីគាត់មិនអាចជឿភ្នែករបស់គាត់បានទេមនុស្សចម្លែកពាក់កណ្ដាលអាក្រាតកាយដ៏ស្រស់ស្អាតកំពុងឈរនៅលើច្រាំងបឹងសក់របស់នាងបានបក់បោកតាមខ្យល់ហើយភ្នត់នៃអាវរបស់នាងបានបង្ហាញពីជើងដ៏ស្រស់ស្អាតរបស់នាងដោយកំហឹងនាងប្រញាប់ប្រញាល់ទៅរកបុរសវ័យក្មេងដោយគិតថាគាត់កំពុងលួចមើលនាងងូតទឹកបុរសវ័យក្មេងគ្មានពេលវេលាឬឱកាសដើម្បីពន្យល់ខ្លួនឯងដូច្នេះគាត់បានរត់គេចខ្លួនក្មេងស្រីមិនត្រឹមតែដេញតាមបុរសវ័យក្មេងនោះទេថែមទាំងមានបំណងសម្លាប់គាត់ដោយប្រើបច្ចេកទេសដែលនាងធ្លាប់ស្គាល់អៀនចង់ប្រាប់នាងថាគាត់មិនមានបំណងលួចមើលនាងទេហើយថាពួកគេកិច្ចប្រជុំនោះគឺជាឧបទ្ទវហេតុមួយគាត់មិនចង់ធ្វើបាបនាងទេហើយគ្រាន់តែព្យាយាមឃ្លាតឆ្ងាយពីខ្លួនឯងប៉ុណ្ណោះស្រាប់តែឈាមហូរចេញមកពីមាត់ក្មេងស្រីបុរសវ័យក្មេងទើបមានពេលចាប់នាងនិងជួយនាងឲ្យឈរបានគាត់ព្យាយាមរកឲ្យដឹងតើនាងមានអារម្មណ៍យ៉ាងណាក្មេងស្រីឈប់តស៊ូហើយបន្ទាប់មកបុរសវ័យក្មេងបានឃើញស្នាមដាវនៅលើស្មារបស់នាងប៉ុន្តែគាត់មិនអាចជួយនាងបានទេព្រោះហ្វូងមនុស្សអាក្រក់ជិះសេះសម្ដៅទៅបឹងពេលឃើញសម្រស់ពួកគេស្រែកថាពួកគេបានរកឃើញនាងហើយមេដឹកនាំអ្នកដេញតាមសប្បាយចិត្តដែលបានរកឃើញក្មេងស្រីនោះហើយសរសើរនាងចំពោះសមត្ថភាពរត់គេចខ្លួនរបស់នាងឥឡូវនេះគាត់នឹងដោះស្រាយជាមួយនាងបន្ទាប់ពីនោះគាត់បានងាកទៅបុរសវ័យក្មេងគាត់បាននិយាយថាសម្រស់គឺជាគោលដៅរបស់ក្រុមក្មេងទំនើងសេះព្រៃហើយបានណែនាំគាត់ឲ្យចាក់ចេញប្រសិនបើគាត់ឲ្យតម្លៃជីវិតរបស់គាត់បើមិនដូច្នោះទេគាត់នឹងបញ្ចប់គាត់បិទជាមួយដាវរបស់គាត់បុរសវ័យក្មេងបានដឹងអំពីក្រុមក្មេងទំនើង White Horse វាគឺជាក្រុមចៅដ៏ល្បីល្បាញដែលរស់នៅក្បែរនោះBayan ពួកគេតែងតែប្លន់ទីក្រុងនិងប្រព្រឹត្តបទឧក្រិដ្ឋគ្រប់ប្រភេទមេដឹកនាំបានគំរាមបុរសវ័យក្មេងម្ដងនិយាយម្ដងទៀតថាដរាបណាដាវរបស់គាត់ចេញពីក្របរបស់វានោះយុវជននឹងមានបញ្ហាធ្ងន់ធ្ងរយ៉ាងមិនខ្លាចនោះទេតើតែគាត់ដឹងពីកម្លាំងរបស់គាត់ហើយបានគំរាមចោលជាធ្នូនឹងមេក្រុមទំនើងនោះមិនមានពេលវេលាទេយល់ពីអ្វីដែលបានកើតឡើងមុនពេលដែលយុវជននោះទាញដាវរបស់ខ្លួនបំណែកនៃសម្លៀកបំពាក់បានហោះទៅលើអាកាសហើយសេះភ័យខ្លាចបានបោះចោលនោះទៅលើដីក្នុងមួយប៉ព្រិចភ្នែកវាបានបញ្ចប់ហើយមេក្រុមចោលដេកផ្កាប់មុខដោយមានប្រហោងនៅដើមទ្រូងហើយកូនចៅរបស់គាត់បានឡោមព័ទ្ធគាត់ដោយភាពភ័យរន្ធត់ស្រែកយំបុរសវ័យក្មេងនោះដឹងថាចោលផ្សេងទៀតទាំងអស់គឺស្ថិតនៅកម្រិតដំបូងនៃនិកាយឈាមដូច្នេះគាត់នឹងមិនខ្ជិះខ្ជីធ្វើពលលើពួកគេទេទោះយ៉ាងណាក៏ដោយពួកចៅមិនបានដឹងអំពីសមត្ថភាពរបស់គាត់ទេពួកគេចង់សងសឹកចៅហ្វាយរបស់ពួកគេនិងបំផ្លាញបុរសវ័យក្មេងម្នាក់នេះក្នុងរយៈពេល2-3ពេលនោះក្រុមទាំងមូលត្រូវបានកម្ចាត់បុរសវ័យក្មេងនោះដោយមិនបានលេងសម្រស់នោះទេបានដោះស្រាយជាមួយមនុស្សគ្រប់គ្នាដោយភាពស្រាលចលនានៃដាវរបស់គាត់បន្ទាប់ពីនោះគាត់បានទទួលការជូនដំណឹងថាការស្រូបយកមនុស្ស7នាក់និងដ៏ធំមួយចំនួនវត្ថុដែលពួកគេបានយកមកជាមួយបានចាប់ផ្ដើមប្រព័ន្ធនិងស្រូបយកអ្វីទាំងអស់នេះហើយផ្ដល់ឲ្យយុវជននូវភាពថ្មីបទពិសោធន៍យុវជនមានការភ្ញាក់ផ្អើលដែលប្រព័ន្ធអាចស្រូបយកអ្វីគ្រប់យ៉ាងក្នុងពេលតែមួយដោយហេតុនេះអាចសន្សំសំចៃពេលវេលាគាត់បានទាញយកប្រយោជន៍ពីជំនាញនេះដោយរីករាយការស្រូបយកក្រុមបានអនុញ្ញាតឲ្យយុវជនឈានទៅមុខដល់កម្រិតទី4កម្រិតហើយគាត់សប្បាយចិត្តជាខ្លាំងដែលទោះបីជាមានការពន្យាពេលក៏ដោយគាត់អាចទទួលបានបទពិសោធន៍និងបន្តទៅកម្រិតបន្ទាប់កម្រិតយាយបានចាក់ចេញពីក្មេងស្រីដ៏ស្រស់ស្អាតនៅលើច្រាំងបឹងហើយបន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មាននាងបានទៅតាមទាន់គាត់ហើយចាប់ផ្ដើមសុំទោសនិងអរគុណគាត់នាងដឹងថាយុវជននោះបានព្យាបាលនាងនិងជួយសង្គ្រោះនាងពីក្រុមចោរនោះដែរក្មេងស្រីចង់ដឹងឈ្មោះរបស់គាត់និងកន្លែងដែលគាត់មកពីណាបុរសវ័យក្មេងបានណែនាំខ្លួនហើយនិយាយថាឈ្មោះរបស់គាត់គឺយ៉ាងហើយថាគាត់មកពីទីក្រុងបេអានគាត់សប្បាយចិត្តដែលបានតាក់ទងជាមួយក្រុម White Horses ព្រោះពួកគេពិតជាឧក្រិដ្ឋជនក្មេងស្រីនោះបានក្លាយជាសាសនាកៃលូអាននាងបានមកទីនេះជាមួយពួកព្រឹទ្ធាចារ្យដើម្បីជ្រើសរើសសិស្សឆ្នើមនាងបានដឹងថាយុវជននោះជាអ្នកប្រយុទ្ធដ៏អស្ចារ្យហើយចង់អញ្ជើញគាត់ឲ្យក្លាយជាសិស្សរបស់នាងសិស្សប៉ុន្តែភ្លាមនោះផ្ទៃមេឃក៏ភ្លឺឡើងដោយយុវជននោះដឹងភ្លាមថាមានរឿងធ្ងន់ធ្ងរកើតឡើងភាគច្រើនជាបញ្ហាគាត់ប្រញាប់ទៅជួយដោយទុកក្មេងស្រីនោះឲ្យនៅម្នាក់ឯងនាងមានពេលត្រឹមស្រែក
ហេតាអ្នកតាណារងចាំខ្ញុំយន្តបានរត់ទៅផ្ទះគ្រួសាររបស់គាត់ឆ្មាំត្រូវបានសម្លាប់សាកសពរបស់ពួកគេដេកនៅក្នុងទីធ្លាបុរសវ័យក្មេងនោះងាកទៅរកអ្នកបម្រើមួយគាត់ចង់រកឲ្យឃើញនៅអ្វីដែលបានកើតឡើងនឹងអ្នកណាដែលបានវាយប្រហារប្រជាជនរបស់គាត់ភ្លាមនោះមាននរណាម្នាក់ស្រែកហៅគាត់មនុស្សចម្លែកបានងាកទៅរកបុរសវ័យក្មេងនោះហើយចាប់ប្រកាន់គាត់នៃការសម្លាប់អ្នកនាំសារ2នាក់និងការរំខានដល់ពិធីមង្គលការរវាងគ្រួសារយាយនិងយ៉ាងឈរនៅចំពោះមុខបុរសវ័យក្មេងនោះគឺយ៉េងហេងមើជាប្រធានអ្នកគ្រប់គ្រងគ្រួសារយ៉េងគាត់បានហៅបុរសវ័យក្មេងនោះថាក្លាហានណាស់សម្រាប់អ្នកចាញ់ដែលបានបាត់បង់ការដាំដុះរបស់គាត់ភ្លាមនោះឪពុករបស់បុរសវ័យក្មេងបានលោតចេញពីហ្វូងមនុស្សនៃស្ត្រូវគាត់បានរងរបួសនៅក្នុងស្មារបស់គាត់ហើយសម្លឹងមើលកូនប្រុសរបស់គាត់បានត្រឹមតែស្រែកថារត់ដោយឃើញឪពុករបស់គាត់រងរបួសនឹងងាយការចោទប្រកាន់ថាគាត់ជាមនុស្សចាញ់ដែលបានបាត់បង់ការដាំដុះរបស់គាត់ការសម្លឹងរបស់យុវជនកាន់តែរឹងមាំនិងធ្ងន់ធ្ងរខណៈពេលដែលសត្រូវរបស់គាត់ផ្ដល់ឲ្យគាត់នៅការស្លាប់ដោយគ្មានការជឿចាប់យុវជននោះបានប្រែសមត្ថភាពរបស់គាត់សត្រូវមានការភ្ញាក់ផ្អើលចំពោះល្បឿននៃ